ជំរាបសួរស្ដីអ្នកគ្នាចឹងថ្ងៃនឹងផងដែរគឺយើងនឹងបន្តអេពីសូតទី2នៃសាច់រឿង The Beginning After the End អញ្ចឹងនៅក្នុងអេពីសូតមួយនេះផងដែរគឺយើងនឹងទៅស្គាល់គ្នាជាមួយនឹងតួអង្គច្រើនខ្លាំងមែនទែនមិនតែប៉ុណ្ណោះ Arthur នឹងជួបជាមួយនឹងរឿងរ៉ាវមួយដែលអាក្រក់ខ្លាំងមែនទែនសម្រាប់គាត់ហើយចង់ដឹងថាជីវិតថ្មីរបស់ King Grey មួយនេះនឹងទៅជាយ៉ាងណាដូច្នេះកុំឲ្យគ្នាយើងរងចាំយូរតោះចាប់ផ្ដើមជាមួយនឹងសាច់រឿង The Beginning After the End អេពីសូតទី2ចាប់ផ្ដើមជាមួយនឹងសាច់រឿងមកគឺយើងបានឃើញជាមួយនឹងបរិសម្នាក់ដែលគាត់គឺជាអ្នកតំណាងឲ្យប្រទេសមួយផ្សេងទៀតហើយដោយសារតែគាត់មានផែនការសម្រាប់ទៅលើ King Grey ដូច្នេះហើយ King Grey បានចាប់យកគាត់មកកាត់ទោសក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមប្រឹក្សារបស់ King Grey នឹងបានផ្ដល់ក្តីមេត្តាទៅឲ្យគាត់ដោយពួកគេបាននិយាយថានៅពេលដែលកាត់ទោសប្រហារជីវិតរួចហើយសាកសពគាត់ជាមួយនឹងគ្រួសារគឺត្រូវនាំទៅកាន់ប្រទេសកំណើតរបស់ខ្លួនឯងវិញអាចនិយាយបានថានេះគឺជារឿងខុសខើខ្លាំងមែនទែនបន្ទាប់ពីបានលើអញ្ចឹងបរិសម្នាក់នឹងបាននិយាយថាគឺគាត់មានគោលបំណងសម្រាប់ទៅលើ King Grey ក៏ពិតមែនក៏ប៉ុន្តែនេះគឺជាកំហុសរបស់គាត់តែម្នាក់តែប៉ុណ្ណោះហេតុអ្វីបានជាគ្រួសាររបស់គាត់នឹងត្រូវស្លាប់ដែរមិនតែប៉ុណ្ណោះបរិសម្នាក់នឹងក៏បានសូមអង្វរទៅកាន់ King Grey ដើម្បីទុកជីវិតឲ្យប្រពន្ធជាមួយនឹងកូនរបស់គាត់ហើយគាត់សុខចិត្តទទួលទោសមួយនេះតែម្នាក់ឯងនោះទេនៅសល់ពេលហ្នឹងក្រុមប្រឹក្សារបស់ King Grey បាននិយាយថារឿងរ៉ាវទូចតាចបែបនេះមិនស័ក្តិសមជាមួយនឹង King Grey ទៅពិចារណាឡើយហើយនៅភ្លាមហ្នឹង King Grey បានយកដាវរបស់គាត់នឹងសម្លាប់ប្រពន្ធជាមួយនឹងកូនរបស់បរិសម្នាក់នឹងនៅពេលដែលបានឃើញអញ្ចឹងភ្លាមគឺធ្វើឲ្យបរិសម្នាក់នឹងគាំងតែម្ដងហើយក្រុមប្រឹក្សារបស់ King Grey បាននិយាយថា King Grey បានវិនិច្ឆ័យទោសនេះដោយខ្លួនឯងដូច្នេះហើយវាគឺជាសេចក្តីមេត្តាពិតប្រាកដក៏ដូចជានៅពេលនេះប្រពន្ធជាមួយនឹងកូនរបស់គាត់នឹងគឺត្រូវបានរួចផុតពីទុក្ខវេទនាអីមូលហេតុគឺដោយសារតែនៅពេលដែលយើងមានជីវិតគឺតែងតែមានទុក្ខអីដូច្នេះនៅពេលដែល King Grey សម្លាប់អ្នកទាំងពីរមានន័យថា King Grey បានផ្ដល់សេចក្តីមេត្តាទៅកាន់គ្រួសាររបស់គាត់ចំណែកឯបរិសម្នាក់នឹងវិញមិនដឹងថាតទល់ជាមួយនឹង King Grey បែបណាឡើយដូច្នេះហើយគាត់ក៏បានអរគុណទៅកាន់ King Grey តែម្ដងដែលបានធ្វើឲ្យប្រពន្ធជាមួយនឹងកូនរបស់គាត់រួចផុតពីទុក្ខបន្ទាប់ពីនឹងមកយើងកាត់មកមើល King Grey ដែលរស់នៅក្នុងពិភពលោកថ្មីឯណាវិញនៅកំឡុងពេលហ្នឹងគឺយើងបានឃើញថា Arthur ជាមួយនឹងឪពុករបស់គាត់កំពុងតែវឹកហាត់ជាមួយនឹងគ្នាជាពិសេសនៅពេលនេះ Arthur គឺទទួលបានជាមួយនឹងដាវឈើមួយណាក៏ដូចជាបន្ទាប់ពី Awaken Arthur ក៏អាចប្រើប្រាស់ជាមួយនឹង Mana បានដែរហើយជាមួយនឹងការ attack មួយ Arthur បានធ្វើឲ្យ Mike ឈើដែលឪពុករបស់គាត់កំពុងតែកាន់ហ្នឹងបាក់តែម្ដងបន្ទាប់ពីបានឃើញអញ្ចឹងគឺធ្វើឲ្យ Reynold នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងសមត្ថភាពរបស់ Arthur ហើយ Reynold ក៏បានយករឿងរ៉ាវទាំងអស់នេះទៅប្រាប់ Alice ផងដែរមិនតែប៉ុណ្ណោះ Reynold បាននិយាយថា Arthur នឹងគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្លាំងមែនទែនដូច្នេះហើយគាត់ចង់រកគ្រូបង្រៀនម្នាក់ទៅឲ្យ Arthur ក៏ប៉ុន្តែនៅពេលដែល Alice បានឮបែបនេះគឺនាងមិនយល់ស្របឡើយដោយសារតែនាងមិនចង់ឲ្យ Arthur នឹងចាក់ចេញពីពួកគេនោះទេណាមួយ Arthur មានអាយុត្រឹមតែ4ឆ្នាំតែប៉ុណ្ណោះ Reynold ក៏បានបន្តទៀតថាម៉ៃឈើដែលគាត់បានយកទៅវេគ្នាជាមួយនឹង Arthur នឹងគឺគាត់បានប្រើប្រាស់ Mana ដើម្បីធ្វើឲ្យវានឹងកាន់តែរឹងមាំអញ្ចឹងណាតែថា Arthur នឹងអាចកំទេចវាបានដូច្នេះហើយ Arthur គឺមិនមែនជាមនុស្សធម្មតានោះទេហើយបើទោះបីជា Reynold ខំលើកមូលហេតុថានេះគឺជាអនាគតរបស់កូនពួកគេយ៉ាងណាក៏ដោយក៏ប៉ុន្តែគំនិតរបស់ Alice ឯនេះវិញគឺនាងមិនចង់ឲ្យ Arthur ទៅណាឡើយពីព្រោះថា Arthur នឹងនៅក្មេងពេកនៅពេលដែល Reynold ជាមួយនឹង Alice និយាយគ្នាអត់ត្រូវអញ្ចឹងពួកគេទាំងពីរនាក់នឹងក៏បានឆ្លោះគ្នាតែម្ដងនៅសល់ពេលហ្នឹង Arthur បាននិយាយថាបើជ្រុលជាអញ្ចឹងហើយពួកគេទាំងអស់គ្នានឹងទៅជាមួយនឹងគ្នាហ្មងទៅពីព្រោះថាបើសិនជាធ្វើអញ្ចឹងទៅគឺវាល្អទាំងសងខាងហ្មងនៅពេលដែល Alice ជាមួយនឹង Reynold បានឮ Arthur និយាយអញ្ចឹងពួកគេទាំងពីរនាក់នឹងក៏បានស្រស់ស្រួលគ្នាវិញបន្តមកទៀតស្អែកឡើងក៏បានចូលមកដល់គឺយើងបានឃើញថា Alice Reynold ជាមួយនឹង Arthur នឹងត្រូវធ្វើដំណើរជាមួយនឹងក្រុមផ្សងព្រេងមួយក្រុមដែលក្រុមមួយនឹងផងដែរគឺមានឈ្មោះថា Twin Horn ជាពិសេសអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថាកាលពីមុន Alice ជាមួយនឹង Reynold ក៏ធ្លាប់នៅក្រុមមួយនឹងដូចគ្នាមិនតែប៉ុណ្ណោះ Arthur ក៏បានធ្លាប់ជួបគ្នាជាមួយនឹងក្រុម Twin Horn កាលពីមុនផងដែរក៏ដូចជានៅកំឡុងពេលហ្នឹងក្រុម Twin Horn ក៏បានណែនាំខ្លួនទៅកាន់ Arthur ដែលយើងបានឃើញថាប៉ែកមួយដែលមានសក់ពណ៌ក្រហមហ្នឹងគឺគាត់មានឈ្មោះថា Adam Cranch ចំណែកឯបងស្រីដែលពាក់ឈុតពណ៌បៃតងហ្នឹងគឺគាត់មានឈ្មោះថា Angela Rose ហើយនិយាយពីថាបងស្រីហ្នឹងគឺខ្ជូតខ្លាំងមែនតែននៅពេលដែលជួប Arthur ភ្លាមគឺថាចាប់ Arthur ហ្នឹងអោបហើយរត់យកហ្មងដែលធ្វើឲ្យ Arthur ហ្នឹងពិបាកដកដង្ហើមខ្លាំងមែនតែនបន្តមកទៀតសមាជិកម្នាក់ទៀតគឺគាត់មានឈ្មោះថា Doden Walker ហើយមើលទៅកាន់គាត់គឺជាមនុស្សម្នាក់ដែលមិនសូវចេះនិយាយប្រមាណឡើយចំណែកឯបងស្រីម្នាក់ទៀតដែលឈរនៅខាងលើរទេះហ្នឹងគឺគាត់មានឈ្មោះថា Jasmine Flamewalls ហើយនឹងបងស្រីម្នាក់ទៀតដែលមានធ្នូហ្នឹងគឺគាត់មានឈ្មោះថា Helen Shard នៅពេលដែលណែនាំខ្លួនរួចអស់ហើយពួកគេទាំងអស់គ្នាហ្នឹងក៏បានធ្វើដំណើរចេញទៅក៏ដូចជានៅពេលដែលពួកគេធ្វើដំណើរបានរៀងយូរបន្តិចពួកគេក៏បានឈប់សម្រាកសិនអញ្ចឹងណាហើយយើងក៏បានឲ្យដឹងថា Arthur គឺធ្វើដំណើរទៅកាន់ទីក្រុងមួយដែលមានឈ្មោះថា Cyrus City នៅសល់ពេលហ្នឹងស្រាប់តែមានឆ្កែចចកមួយវងបានបើកការវាយប្រហារមកកាន់ពួកគេដូច្នេះហើយក្រុម Twin Horn ជាមួយនឹង Reynold ហ្នឹងក៏បានចូលទៅប្រយុទ្ធជាមួយនឹងពួកវាហើយដោយសារតែម្នាក់មានសមត្ថភាពក៏ដូចជាធម៌ពលខ្លាំង
ខ្លាំងអញ្ចឹងហើយត្រឹមតែចចកប្រមាណក្បាលហ្នឹងគឺថាពួកគេសម្លាប់យ៉ាង easy ហ្មងណាហើយនៅកំឡុងពេលហ្នឹង Arthur ក៏បានកត់សម្គាល់ឃើញថា Adam Helen ជាមួយនឹង Jasmine ហ្នឹងគឺជា Augmenter ចំណែកឯ Doden ជាមួយនឹង Angela ហ្នឹងគឺជា Conjurer ហើយ Arthur ក៏បាននិយាយផងដែរថាពួកគេម្នាក់ៗហ្នឹងគឺមានសមត្ថភាពខ្លាំងមែនទែនដូច្នេះហើយគាត់ត្រូវតែបង្កើនសមត្ថភាពខ្លួនឯងឲ្យដូចជាពួកគេបន្ទាប់ពីហ្នឹងមកជប់ឡើងក៏បានចូលមកដល់នៅសល់ពេលហ្នឹងផងដែរគឺយើងបានឃើញថាពួកគេកំពុងតែញ៉ាំអាហារជាមួយនឹងគ្នាហើយយើងក៏បានឃើញថា Alice នឹងញ៉ាំអីតែបន្តិចនោះទេក៏ឆ្អែតហ្មងក៏ដូចជា Alice បានកត់សម្គាល់ឃើញថា Reynold នឹងត្រូវរបួសហ៎ដូច្នេះហើយ Alice ក៏បានប្រើប្រាស់វេទមន្តរបស់នាងដើម្បី heal ទៅកាន់ Reynold ហើយនៅកំឡុងពេលដែលប្រើប្រាស់វេទមន្ត heal ក្រុម Twin Horn នឹងក៏ចាប់ផ្ដើមទៅការពារ Alice នៅកំឡុងពេលហ្នឹង Arthur បាននិយាយថា Alice គឺជាមេឃម្នាក់ដែលមានវេទមន្តពិសេសខ្លាំងមែនទែនហើយប្រភេទនៃវេទមន្តមួយហ្នឹងគឺមានឈ្មោះថា Emitter ដែល Emitter ហ្នឹងគឺមានសមត្ថភាពក៏ដូចជាធម៌ពលដើម្បីព្យាបាលទៅកាន់អ្នកដទៃបានហើយនេះគឺជាមូលហេតុដែលក្រុម Twin Horn នឹងចូលទៅការពារ Alice ពីព្រោះថាសត្រូវតែងតែដាក់ target ទៅលើ healer មុនគេអញ្ចឹងហើយអ្នកដែលរងគ្រោះមុនគេប្រកាសជា Alice នឹងឯងនៅពេលដែល Alice ព្យាបាលទៅកាន់ Reynold រួចហើយនៅសល់ពេលហ្នឹង Adam ក៏បានប្រាប់ទៅកាន់ Reynold ថាគាត់ចង់ធ្វើការវឹកហាត់បន្តិចមុនពេលដែលចូលគេងក៏ប៉ុន្តែមនុស្សដែលគាត់ចង់វឹកហាត់ជាមួយនឹងមិនមែន Reynold នោះទេគឺគាត់ចង់សុំឲ្យ Reynold នឹងអនុញ្ញាតឲ្យ Arthur មកប្រយុទ្ធគ្នាមួយស្មើជាមួយនឹងគាត់ដោយសារតែគាត់ចង់ដឹងថា Arthur នឹងខ្លាំងដល់កម្រិតណាបន្ទាប់ពីបានឮអញ្ចឹង Reynold ក៏មិនថាអីដែរហើយបន្ទាប់មកទៀត Adam ជាមួយនឹង Arthur ក៏បានត្រៀមប្រយុទ្ធគ្នាតែម្ដងមុនពេលដែលប្រយុទ្ធគ្នា Adam ក៏បានយកក្រណាត់នឹងមករុំលំពេងរបស់គាត់កុំឲ្យមុតអញ្ចឹងណានៅពេលដែលប្រុងប្រៀបទាំងសងខាងរួចហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមវាយប្រហារគ្នាតែម្ដងនៅសល់ពេលនឹងផងដែរ Arthur បានប្រើប្រាស់ជាមួយនឹង Mana របស់គាត់ដើម្បីបង្កើនល្បឿនក៏ដូចជាភាពធន់នៃដាវរបស់គាត់ផងដែរហើយមិនចាំយូរនោះទេ Arthur បានប្រើប្រាស់ជាមួយនឹងល្បឿនលឿនខ្លាំងមែនទែនចូលទៅវាយប្រហារ Adam ដែលធ្វើឲ្យ Adam នឹងភ្ញាក់ផ្អើលជាមួយនឹងល្បឿនមួយនឹងខ្លាំងមែនទែនក៏ប៉ុន្តែផលលំបាកនៅត្រង់ថារូបរាងកាយរបស់ Arthur នឹងគឺវាទូចខ្លាំងពេកដូច្នេះហើយបើទោះបីជា King Grey នឹងមានបទពិសោធន៍នៅក្នុងការប្រយុទ្ធគ្នាច្រើនយ៉ាងណាក៏ដោយតែរូបរាងកាយមួយនេះមិនអាចឲ្យគាត់នឹងយកឈ្នះទៅលើ Adam បាននោះទេក៏ដូចជានៅចុងបញ្ចប់ Adam ជាអ្នកទទួលបានជ័យជំនះបន្ទាប់ពីនឹងមកស្អែកឡើងក៏បានចូលមកដល់គឺយើងបានឃើញថាក្រុម Twin Horn ជាមួយនឹងគ្រួសាររបស់ Arthur ក៏បានធ្វើដំណើរទៅមុខទៀតហើយនៅពេលដែលធ្វើដំណើរតាមផ្លូវ Arthur បានវឹកហាត់ជាមួយនឹងក្រុម Twin Horn ផងដែរដែលធ្វើឲ្យគាត់ទទួលបានជាមួយនឹងចំណេះដឹងផ្សេងៗដូចគ្នាមិនតែប៉ុណ្ណោះ Arthur បានបង្រៀនទៅកាន់ Jasmine តាក់ទងជាមួយនឹងការប្រើប្រាស់ Mana ផងដែរដោយសារតែនៅពេលដែល Arthur ប្រយុទ្ធគ្នាជាមួយនឹង Adam ហ្នឹង Jasmine ចាប់អារម្មណ៍ថា Arthur នឹងបានប្រើប្រាស់ជាមួយនឹង Mana ដើម្បីបង្កើនទៅលើល្បឿនរបស់ខ្លួនឯងដូច្នេះហើយបានជា Arthur បានចែករំលែកចំណេះដឹងមួយហ្នឹងក៏ដូចជាបង្រៀនទៅកាន់ Jasmine ដូចគ្នានៅពេលដែលរៀនចេះ Jasmine ក៏បានប្រគល់ជាមួយនឹងកូនកបិតមួយទៅកាន់ Arthur ហើយណាមួយថ្ងៃនេះគឺជាខួបកំណើតរបស់ Arthur ថែមទៀតផងនៅកំឡុងពេលហ្នឹងផងដែរពួកគេបំរុងនឹងធ្វើដំណើរទៅមុខទៀតក៏ប៉ុន្តែ Arthur ក៏បានឃើញថាម្ដាយរបស់គាត់នឹងដូចជាមិនសូវជាស្រួលខ្លួនប្រហែលនោះទេហើយយើងក៏មិនទាន់ដឹងនោះដែរថា Alice នឹងគាត់ឈឺអីគេបន្ទាប់ពីហ្នឹងមកពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរទៅមុខទៀតហើយនៅពេលដែលធ្វើដំណើរតាមផ្លូវស្រាប់តែមានក្រុមចោរមួយក្រុមបានបើកការវាយប្រហារមកកាន់ក្រុម Twin Horn ជាមួយនឹងគ្រួសាររបស់ Arthur បន្ទាប់ពីបានឃើញបែបនេះសមាជិកម្នាក់ៗរបស់ក្រុម Twin Horn ក៏បានចូលទៅប្រយុទ្ធគ្នាជាមួយនឹងក្រុមចោរទាំងអស់ហ្នឹងហើយពពួកចោរទាំងអស់ហ្នឹងគឺថាគ្មានសមត្ថភាពណាអាចទប់ទល់ជាមួយនឹងក្រុម Twin Horn បានឡើយក៏ប៉ុន្តែបញ្ហានៅត្រង់ថាពួកវាមានគ្នាច្រើនដូច្នេះហើយនៅក្នុងចម្បាំងមួយនេះក្រុម Twin Horn ដូចជាមិនងាយស្រួលឡើយមិនតែប៉ុណ្ណោះនៅសល់ពេលហ្នឹង Reynold ត្រូវបានមេនៃពពួកចោរហ្នឹងបានវាយគាត់ឲ្យត្រូវរបួសខ្លាំងមែនទែនហើយនៅពេលដែល Alice ចង់ប្រើប្រាស់វេទមន្តរបស់នាងដើម្បី heal ទៅកាន់ Reynold ក៏បានប្រាប់ទៅកាន់ Alice ថាកុំប្រើវេទមន្តឲ្យសោះពីព្រោះថាបើសិនជាក្រុមចោរទាំងអស់នឹងដឹងប្រកាសណាស់ថា Alice នឹងជួបជាមួយនឹងរឿងរ៉ាវដ៏គ្រោះថ្នាក់ជាមិនខានហើយ Reynold ក៏បានប្រាប់ទៅកាន់ Arthur ថាឲ្យយក Alice ចាកចេញពីទីនេះទៅបន្ទាប់ពីបានឮបែបនេះ Arthur ដូចជាមិនយល់ស្របឡើយដោយសារតែគាត់ក៏អាចវាយបានហើយនៅពេលនេះគាត់ក៏ខ្លាំងដែរ Reynold ក៏បានប្រាប់ទៅកាន់ Arthur ថាយកកម្លាំងជាមួយនឹងធម៌ពលទាំងអស់ហ្នឹងការពារម៉ាក់របស់ឯងទៅពីព្រោះថានៅពេលនេះ Alice គឺមានផ្ទៃពោះក៏ដូចជាមូលហេតុនេះហើយដែលធ្វើឲ្យ Alice នឹងមិនសូវជាស្រួលខ្លួននឹងឯង Reynold ក៏បានបន្តទៀតថាគឺគាត់ជឿជាក់ទៅលើ Arthur ហើយនៅបន្តិចទៀត Arthur នឹងក្លាយទៅជាបងប្រុសរបស់គេបន្ទាប់ពីដឹងរឿងរ៉ាវមួយនេះរួចហើយ Arthur ក៏បាននាំ Alice នឹងរត់ចាកចេញពីទីនេះតែម្ដងក៏ប៉ុន្តែការរត់គេចខ្លួនមួយនេះដូចជាមិនងាយស្រួលឡើយដោយនៅកំឡុងពេលហ្នឹងមេរបស់ពពួកចោរហ្នឹងបានឲ្យគ្នារបស់គាត់ទៅដេញចាប់ Alice ជាមួយនឹង Arthur ចំណែកឯ Reynold ក៏បានចូលទៅប្រយុទ្ធគ្នាជាមួយនឹងមេចោរនឹងផងដែរដើម្បីពន្យាពេលនៅពេលដែលរត់ទៅគឺថាពពួកចោរនឹងច្រើនខ្លាំងមែនទែនក៏ប៉ុន្តែដោយសារតែមានជំនួយពីក្រុម Twin Horn ដូច្នេះហើយ Arthur ជាមួយនឹង Alice មិនមានគ្រោះថ្នាក់អ្វីឡើយហើយនៅកំឡុងពេលហ្នឹង Arthur ក៏បាននឹកឃើញទៅដល់រឿងរ៉ាវរបស់គាត់ផងដែរកាលពីជីវិតចាស់របស់គាត់គឺគាត់ធ្លាប់បានសម្លាប់គ្រួសាររបស់គេនៅពេលនេះកម្មផលបានមករកគាត់វិញហើយក៏ដូចជានៅពេលដែល Arthur ជាមួយនឹង Alice នឹងរត់ទៅមុខទៀតស្រាប់តែយើងបានឃើញជាមួយនឹងចៅម្នាក់ចេះប្រើប្រាស់វេទមន្តខ្យល់ហើយវាក៏បានប្រើប្រាស់វេទមន្តខ្យល់នឹងបាញ់ទៅកាន់ Arthur ជាមួយនឹង Alice បន្ទាប់
តពីបានឃើញបែបនេះភ្លាមអសក៏បានរុញម្ដាយរបស់ខ្លួនឯងចេញហើយវេទមន្តមួយនឹងបានបាញ់ត្រូវអសតែម្ដងដែលធ្វើឲ្យអសមិនមានជំហរនោះទេហើយគាត់ក៏បានធ្លាក់ចូលទៅក្នុងជ្រោះតែថានៅពេលដែលធ្លាក់ទៅខាងក្រោមអសបានយកជាមួយនឹងខ្សែហើយនឹងកាំបិតរបស់គាត់នឹងទាញចាប់ចោលមួយនឹងធ្លាក់ទៅជាមួយនឹងគាត់ផងដែរនិយាយរួមទៅបើទោះបីជាយ៉ាងណាក៏ដោយអសត្រូវតែការពារម្ដាយរបស់ខ្លួនឯងនៅភ្លាមនឹងក្រុមទ្វីនហនបានប្រើប្រាស់វេទមន្តដើម្បីជួយអសក៏ប៉ុន្តែវាមិនអាចទៅរួចនោះទេបន្ទាប់ពីបានឃើញបែបនេះធ្វើឲ្យ Alice នឹងអង្គុយយំតែម្ដងដោយសារតែពួកគេមិនមានសមត្ថភាពដើម្បីជួយអសឡើយហើយចំណែកឯអសក៏យល់អារម្មណ៍មួយនឹងដូចគ្នាអារម្មណ៍មួយនឹងគឺជាការស្រឡាញ់អំពីគ្រួសារនឹងឯងហើយតាំងពីដើមឡើយអសមិនដែលយល់នោះទេក៏ដូចជាមុនពេលដែលអសធ្លាក់ទៅដល់ខាងក្រោមគាត់ក៏បាននិយាយថានៅបន្តិចទៀតគាត់នឹងក្លាយទៅជាបងប្រុសរបស់គេហើយនេះគឺជារឿងរ៉ាវមួយដ៏ល្អខ្លាំងមែនទែនសម្រាប់គាត់ក៏ដូចជាមកដល់ចំណុចនេះហើយអេពីសូតទី2នៃសាច់រឿង The Beginning After the End ត្រូវបានបញ្ចប់អញ្ចឹងនៅក្នុងអេពីសូតទី2មួយនេះផងដែរអ្នកគ្នាចាប់អារម្មណ៍តែសាច់រឿងទៅបានហើយចំណែកឯ animation style របស់វានឹងគឺថាមិនបាច់និយាយនោះទេដោយសារតែមើលទៅសម្រាប់ខ្ញុំណាគឺវាមិនល្អឡើយតែថាសម្រាប់កន្លែងផ្សេងវាអូខេសម្រាប់ខ្ញុំអញ្ចឹងណាជាពិសេសចំពោះសាច់រឿងគឺខ្ញុំចូលចិត្តខ្លាំងមែនទែនហើយខ្ញុំក៏ចង់សួរអ្នកគ្នាថាតើសាច់រឿងរបស់វាមិនដែរល្អមើលអត់អូខេខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Vietnamese សូមអរគុណនិងសូមជម្រាបលាអ្នកគ្នាយើងចាំជួបគ្នាជាមួយនឹងសាច់រឿង The Beginning After the End អេពីសូតទី3នៅក្នុងអាទិត្យក្រោយ